គ្រឿងទេសសម្រាប់កូនចាប់ពីអាយុ6ខែឡើងដែលអាចប្រើធ្វើបបរគ្រប់គ្រឿងក៏បានបបរផ្លែឈើក៏បានដែលមានដូចជាប្រេងអូលីវម្សៅត្រីល្អិតស្រូវសាលីហើយនិងមីឡាបគ្រឿងទេសទាំងអស់សុទ្ធតែមានអត្ថប្រយោជន៍និងល្អសម្រាប់សុខភាពកូនតូចទី1នេះគឺជាប្រភេទប្រេងអូលីវ extra virgin ដែលជាប្រេងល្អសម្រាប់សុខភាពបេះដូងជួយឲ្យអូនឡើងគីឡូប្រឆាំងជំងឺមហារីកជួយសម្រួលប្រព័ន្ធរំលាយអាហារសម្បូរវីតាមីន E និងកាត់បន្ថយខ្លាញ់កកនៅក្នុងឈាមទី2នេះគឺជាប្រភេទម្សៅត្រីល្អិតម៉ាម៉ាក់ដែលមានកូនចាប់ពីអាយុ6ខែឡើងភាគច្រើនគឺគាត់តែងតែប្រើមិនដែលរំលងទេម្សៅត្រីល្អិតនេះសម្បូរទៅដោយវីតាមីន A វីតាមីន D Omega 3ស័ង្កសីជួយឆ្អឹងនិងធ្មេញឲ្យរឹងមាំជួយភ្នែកនិងខួរក្បាលសម្បូរប្រូតេអ៊ីនជួយដល់ការលូតលាស់សាច់ដុំសម្បូរជាតិដែកជំនួយដល់គ្រាប់ឈាមក្រហមការពារជំងឺក្រិននិងស្លេកស្លាំងសម្រាប់បរិមាណម្សៅត្រីល្អិតជាមួយនឹងប្រេងអូលីវគឺអូនអាចប្រើបានចំនួន1ស្លាបព្រាកាហ្វេនៅក្នុងមួយថ្ងៃមួយនេះវិញគឺជាប្រភេទស្រូវសាលី roll oat ដែលងាយចម្អិនមានរសជាតិឆ្ងាញ់ងាយរំលាយសម្បូរទៅដោយជាតិកាកសរសៃជួយសម្រួលអាការៈរាគឬក៏ក្តៀនជួយផលិតគ្រាប់ឈាមក្រហមការពារជំងឺស្លេកស្លាំងរក្សាលំនឹងជាតិស្ករនៅក្នុងឈាមការពារជំងឺទឹកនោមផ្អែមនិងជួយការពារការរលាកខាងក្នុងចំណែកឯមីឡាតនេះវិញក៏ជាប្រភេទអង្ករអាចប្រើឆ្លាស់គ្នាជាមួយនឹងអង្ករធម្មតាយើងបានដូចគ្នាសម្បូរទៅដោយប្រូតេអ៊ីនសម្បូរជាតិដែកជួយកាត់បន្ថយការស្លេកស្លាំងសម្បូរកាល់ស្យូមជួយឆ្អឹងនិងធ្មេញសម្បូរជាតិ fiber ជំនួយដល់ប្រព័ន្ធរំលាយអាហារមានសារជាតិអុកស៊ីតកម្មជួយកុំឲ្យមានសត្វល្អិតនៅក្នុងក្រពះអញ្ចឹងហើយបើសិនជាបងមានចង្វល់អ្វីបន្ថែមទាក់ទងនឹងការប្រើប្រាស់គ្រឿងទេសមួយឈុតនេះអាចឆាតចូល page គ្រឿងទេសកុមារ NSP បានប៉ុន្តែកុំភ្លេច like page screenshot វីដេអូនេះដើម្បីទទួលបានការ free ដឹកជញ្ជូនអរគុណសម្រាប់ការទស្សនា